ទេសនិកជនជាទីមេត្រីទៅពេលនេះខ្ញុំបាទនឹងក្រុមការងារសូមនាំអារម្មណ៍ទេសនិកជនមកស្ដាប់កិច្ចសម្ភាសន៍រវាងអ្នកគ្រប់គ្រងនៅ clinic ថ្មីមួយនៅកម្ពុជាដែលមានសេវាបង្កកំណើតកូនកើស្បូនជាបន្តសូមទស្សនាដូចតទៅជំរាបសួរបាទជំរាបសួរសូមបងជួយបញ្យល់បញ្ជាក់ពីមូលហេតុនៃការដើរមកមានការបង្កើត clinic ដំបូងគេនៅកម្ពុជាដែលមានការសេវាបង្កកំណើតកូនកើស្បូនបាទអរគុណជាថាមូលហេតុដែលផ្ដើមឲ្យខ្ញុំបង្កើត labo នេះឡើងគឺដោយសារដើមឆ្នាំ2012ខ្ញុំបានបង្កើតបន្ទប់ពិគ្រោះសុខទៀងដែលមានឯកទេសជាបាលអ្នកដែលលំបាកមានកូនកម្រិតស្រាលហើយនិងមធ្យមដែលវិធីសាស្ត្រនៅពេលនោះយើងយកមេជីវិតឈ្មោលពីខាងប្តីនោះយកមករែងយកតែសម្រាំងយកតែមេជីវិតដែលល្អដាក់បាញ់បញ្ចូលទៅក្នុងស្បូនវិញបាទប៉ុន្តែដោយសារឃើញចំនួនអ្នកដែលលំបាកធ្ងន់ធ្ងរនោះមានចំនួនច្រើនតាមស្ថិតិរបស់បន្ទប់ពិគ្រោះខ្ញុំនៅពេលនោះដែលតម្រូវឲ្យមានការព្យាបាលរហូតដល់ការបូមពងញីនិងបងមកបង្កាត់ជាមួយមេជីវិតឈ្មោលនឹងខាងក្រៅដែលបច្ចេកវិទ្យានៃការបង្កកំណើតនេះហៅថាបង្កកំណើតនៅក្នុងកែវដែលមានចំនួនច្រើនបាទអ្នកជំងឺដែលត្រូវការព្យាបាលបែបហ្នឹងហើយពួកគាត់ក៏បានជឿជាក់ហើយនឹងជំរុញលើកទឹកចិត្តខ្ញុំឲ្យបង្កើត labo បង្កកំណើតក្នុងកែវនេះឡើងអញ្ចឹងហើយនេះជាមូលហេតុដែលខ្ញុំបដិញ្ញាឲ្យអស់ពីសមត្ថភាពជាមួយនឹងវិជ្ជបណ្ឌិតឯកទេសដើម្បីបង្កើត labo នេះឡើងគឺក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហានៃការលំបាកមានកូនគ្រប់កម្រិតទាំងអស់ទាំងកម្រិតស្រាលមធ្យមហើយនិងកម្រិតធ្ងន់ធ្ងរហើយសូមបញ្ជាក់ថានេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាយើងដែលមាន labo បង្កកំណើតនៅក្នុងកែវប្រភេទនេះបាទដែលយើងមានបច្ចេកវិទ្យាដូចនៅប្រទេសដែលកំពុងអភិវឌ្ឍនៅក្នុងតំបន់ក៏ដូចជាស្មើនឹងប្រទេសដែលកំពុងជឿនលឿននៅលើពិភពលោកយើងនាំចូលវត្ថុធាតុដើមពីប្រទេសណាហើយទទួលស្គាល់យ៉ាងម៉េចដែរនៃការនៅ labo labo នេះជា labo ពិសេសដែលមានលក្ខខណ្ឌនិងគុណភាពដូចនៅក្នុងស្បូនរបស់មនុស្សស្រីអញ្ចឹងបាទរបស់ម្ដាយអញ្ចឹងហើយសម្ភារៈទាំងអស់គឺត្រូវតែមានការឯកភាពពីអ្នកប្រឹក្សាយោបល់បាទដែលជាជនជាតិអាមេរិកហើយសម្ភារៈទាំងអស់នេះគឺមិនមានទេនៅក្នុងប្រទេសយើងគឺនាំចូលមកពីប៉ែកខាងអឺរ៉ុបប៉ែកខាងអាមេរិកខាងប្រទេសបារាំងប្រទេសជប៉ុនក៏ដូចជាប្រទេសថៃខ្ញុំសូមបញ្ជាក់ជូនថាសម្ភារៈនេះសំដៅទៅលើសម្ភារៈក្នុងការសម្ភារៈសំណង់ក្នុងការកសាង labo ប្រភេទនេះបាទចំនួនសូមលោកជួយបញ្យល់អំពីការបង្កកំណើតបាទនេះបន្តិចជួយនេះជាបច្ចេកវិទ្យាគេហៅថា assisted reproductive technology ជាបច្ចេកវិទ្យាជួយបង្កកំណើតគ្រាន់តែជាការជួយទេជួយនឹងរបៀបម៉េចជួយនឹងមានន័យថានៅពេលដែលគាត់លំបាកកម្រិតធ្ងន់ធ្ងរឧទាហរណ៍ដូចជាគាត់អត់ដៃស្បូនគាត់ស្ទះឬក៏មេជីវិតឈ្មោលគាត់ខ្សោយខ្លាំងបាទខ្ញុំសូមបញ្ជាក់ថាការបង្កកំណើតតាមធម្មជាតិហ្នឹងវានៅ1/3នៃដៃស្បូនអញ្ចឹងនៅពេលដែលដៃស្បូនស្ទះឬក៏មិនមានដៃស្បូនឬក៏មេជីវិតឈ្មោលខ្សោយខ្លាំងពេកដែលមិនអាចហែលទៅបង្កជាមួយនឹងបង្កាត់ជាមួយនឹងពងញីនឹងបានយើងត្រូវប្រើបច្ចេកវិទ្យាបង្កកំណើតចុងក្រោយនេះដែលតម្រូវឲ្យបូមពងញីចេញមកសិនបូមពងញីចេញមកហើយបង្កាត់ជាមួយមេជីវិតឈ្មោលរហូតដល់คล้ายជាកោសិកាកូនដែលមានអាយុ3ទៅ5ថ្ងៃទើបយើងយកកោសិកាកូននោះត្រឡប់ដាក់ទៅក្នុងស្បូនរបស់មនុស្សស្រីវិញថាការបង្កកំណើតនេះសពនិមិត្តឬក៏ចិញ្ចឹមកូននឹងរហូតដល់ធំមិនមែនទេបាទគ្រាន់តែយើងជួយនៅពេលដែលគាត់មានឧបសគ្គហ្នឹងជួយបូមពងញីហ្នឹងហើយនឹងមេជីវិតឈ្មោលហ្នឹងមកខាងក្រៅបង្កាត់ទៅជាកូនហ្នឹងហើយយើងដាក់ត្រឡប់ទៅវិញទេមិនចិញ្ចឹមកូននឹងរហូតដល់ធំទេបាទចំនួនអ្នកដែលគឺ
ពីបាក់មានកូននៅកម្ពុជានឹងមានចំនួនច្រើនទេនៅពេលបច្ចុប្បន្នតាមចំនួនស្ថិតិរបស់ clinic ខ្ញុំនេះគឺដូចអ្វីដែលជារបាយការណ៍របស់អង្គការសុខភាពពិភពលោកដែរដែលមានក្នុងចំណោម6គូគឺមាន1គូហើយដែលជួបការលំបាកនេះបាទហើយការលំបាកនេះភាគច្រើនគឺអាចមានដំណោះស្រាយនៅបច្ចុប្បន្នដោយសារយើងមានបច្ចេកវិទ្យាជួយក្នុងការបង្កកំណើតនេះបាទការចំណាយនៃការទទួលសេវានោះទទួលសេវាបង្កកំណើតក្នុងការស្មុគវាចំណាយប្រមាណដែរហើយប្រសិទ្ធភាពនៃការបង្កកំណើតនោះយើងបានមានភាគរយប្រមាណដែលអាចមានកូនបានអរគុណបាទសំណួរនេះពិតជាល្អសេវាខ្ញុំសូមបញ្ជាក់ថាការបង្កកំណើតកូននៅក្នុងកៅឬកូនក្រៅស្បូននេះគឺជាជំរើសចុងក្រោយទេតាមពិតជំរើសនៃការព្យាបាលហ្នឹងគឺមានច្រើនមុននឹងយើងឈានដល់ដំណាក់កាលបង្កកំណើតនៅក្នុងកៅនេះដោយអាស្រ័យទៅលើការវិនិច្ឆ័យដោយសារទៅលើមូលហេតុនិយាយជារួមអាស្រ័យទៅលើមូលហេតុប្រសិនបើគាត់មានជួបមូលហេតុតិចតួចយើងគ្រាន់តែប្រើវិធីប្រើថ្នាំលេបឧទាហរណ៍ថាមេជីវិតញីអត់ទុំល្អយើងឲ្យថ្នាំគាត់លេបទៅឲ្យទុំល្អហើយកំណត់ថ្ងៃឲ្យគាត់នៅជាមួយគ្នាទៅគឺគាត់អាចមានឱកាសមានកូនដែរប្រសិនបើមេជីវិតយើងខ្សោយមធ្យមយើងគ្រាន់តែរែងមេជីវិតដោយខ្ញុំធ្លាប់បានធ្វើកាលពីដើមនិងកំពុងតែធ្វើហ្នឹងគឺរែងយកទៅដាក់នៅក្នុងស្បូនរបស់ស្ត្រីវិញគឺអាចមានកូនហើយតម្លៃទាំងពីរនេះគឺធូរថ្លៃទេដោយការថ្នាំដែលឲ្យពងញីទុំល្អហ្នឹងយើងអស់តែ$10-20ប៉ុណ្្នឹងហើយចំណែកឲ្យការលាងសម្អាតមេជីវិតឈ្មោលយកទៅដាក់នៅក្នុងស្បូនវិញនោះយើងចំណាយអស់$170ហើយការបង្កកំណើតប្រសិនបើជំរើសចុងក្រោយគឺការបង្កកំណើតក្នុងកៅហ្នឹងតម្លៃហ្នឹងគឺចន្លោះពី$4,000ទៅ$5,000ក្នុងមួយដងមូលហេតុអីបានតម្លៃនេះរៀងខ្ពស់ខ្ញុំសូមបញ្ជាក់ចំណុចមូលហេតុដោយសារថ្នាំក្នុងការប្រើភ្ញួយពងញីឲ្យទុំហ្នឹងមានតម្លៃថ្លៃតម្លៃខ្ពស់សម្ភារៈហើយនឹងថ្នាំដែលប្រើក្នុងការបង្កាត់កូនហ្នឹងក៏មានតម្លៃខ្ពស់ដែរបាទហើយបើធៀបទៅនឹងប្រទេសជិតខាងខ្ញុំសូមយកឱកាសនេះជម្រាបជូនប្រិយមិត្តអ្នកស្ដាប់ថាតម្លៃនៅក្នុងប្រទេសកម្ពុជានេះគឺខ្ញុំធ្វើឡើងគឺសម្រាប់ប្រជាជនកម្ពុជាពីព្រោះឡាបូនេះគោលបំណងនៃការបង្កើតហ្នឹងគឺដើម្បីប្រជាជនកម្ពុជាបើធៀបនឹងប្រទេសគេជិតខាងមានថៃមានសិង្ហបុរីមានប្រទេសម៉ាឡេជាដើមនៅថៃចន្លោះពី7,000ទៅ9,000នៅសិង្ហបុរីចន្លោះពី9,000ទៅ12,000ហើយនៅម៉ាឡេក៏ប្រហាក់ប្រហែលនឹងនៅសិង្ហបុរីដែរបាទហើយមូលហេតុដែលនៅលើពិភពលោកនេះតម្លៃរៀងខ្ពស់សម្រាប់បច្ចេកវិទ្យានេះដូចខ្ញុំបានជម្រាបមូលហេតុអញ្ចឹងបាទជម្រាបមូលហេតុឱកាសនៃខ្ញុំសូមបញ្ជាក់ថាឱកាសនៃការជោគជ័យនឹងខ្ញុំចែកចេញជា2ទី1គេហៅថា fertilization rate ទី2គេហៅថា implantation rate fertilization rate នេះមានន័យថានៅពេលដែលយើងបូមពងញីនិងពងមេជីវិតឈ្មោលដាក់ឲ្យនៅជាមួយគ្នានោះឱកាសនៃការកកូននោះមានរហូតដល់8ទៅ90%មានន័យថាបើយើងបូមបានពងញី10យកមកបង្កាត់ជាមួយមេជីវិតឈ្មោលទៅអាចបានកោសិកាកូននោះ8 9ឬក៏អាចបានរហូតដល់10ហ្នឹងជាឱកាសកកូនឱកាសមួយទៀតក្រោយពីបានកូនហើយយកកូននោះទៅដាក់នៅក្នុងស្បូនរបស់មនុស្សស្រីវិញឱកាសតោងជាប់ភាសាបច្ចេកទេសដែលហៅថា implantation rate ហ្នឹងមានតែចន្លោះពី40ទៅ60%ទេដែលអាចតោងជាប់បាទអញ្ចឹងចំណុចត្រង់នេះនៅលើមិនមែនតែនៅឡាបូបង្កកំណើតរបស់ខ្ញុំទេនៅលើពិភពលោកគឺមានអត្រាជោគជ័យដូចគ្នាអញ្ចឹងបាទដូចគ្នាអញ្ចឹងពីព្រោះឡាបូរបស់ខ្ញុំនេះដូចខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងយើងធ្វើស្មើនឹងប្រទេសនៅខាងអឺរ៉ុបហើយនឹងប្រទេសជឿនលឿនដូចជាអាមេរិកហើយពីព្រោះអ្នកប្រឹក្សាក្នុងការកសាងហ្នឹងជាក្រុមហ៊ុន Alpha Environmental ដែលមានឈ្មោះល្បីកសាងឡាបូជាច្រើននៅអាមេរិកនិងអឺរ៉ុបហើយឡាបូខ្ញុំនេះជាឡាបូទី1ដែលកសាងនៅក្នុងប្រទេសអាស៊ីនៅក្នុងតំបន់អាស៊ីសំទោសបាទហើយអ្នកបច្ចេកទេសក្នុងការបង្កកំណើតនឹងជាជនជាតិអង់គ្លេសបានបណ្ឌិតដែលមានពិសោធន៍គ្រប់គ្រងឡាបូ5ឆ្នាំនៅប្រទេសអង់គ្លេសនិងឡាបូ3នៅប្រទេសអាមេរិកចំនួន15ឆ្នាំចំណែកសម្ភារៈដែលនៅក្នុងឡាបូនឹងគឺជាសម្ភារៈចុងក្រោយដែលឡាបូ
ទំនើបនៅលើពិភពលោកគេកំពុងប្រើប្រាស់បាទបានសេចក្តីថានៅ clinic នេះមិនមែនតែមានវិជ្ជាបណ្ឌិតស្រុកខ្មែរទេគឺមានវិជ្ជាបណ្ឌិតដែលជាជនជាតិបរទេសបាទត្រឹមត្រូវបាទយើងមានក្រុមវិជ្ជាបណ្ឌិតឯកទេសទាំងខ្មែរទាំងបរទេសបាទខាងខ្មែរជាអ្នកភ្ញួចពងជាអ្នកប្រឹក្សាពួកគាត់ហើយភ្ញួចពងហើយនឹងបូមពងញីក្រោយពីបានបូមហ្នឹងគឺយើងមានជាក្រុមការងារនេះជាក្រុមយើងឲ្យខាងអ្នកបង្កាត់នៅក្នុង labo ហ្នឹងដែលជាជនជាតិអង់គ្លេសដែលខ្ញុំបានជម្រាបពិសោធន៍មិញហ្នឹងបាទហើយខ្ញុំដាក់ឲ្យដំណើរការហ្នឹង2ខែហើយក្នុងរយៈពេល2ខែនេះយើងមានអតិថិជនប្រមាណ30នាក់ហើយដែលបានមកជ្រើសរើសយកសេវានេះដែលត្រូវបង្កកំណត់ក្នុងកែវហើយជ្រើសរើសយកសេវានេះហើយមកដល់ពេលនេះយើងមានកោសិកាកូនដែលសល់ពីការដាក់បញ្ចូលត្រឡប់ទៅវិញហ្នឹងបង្កកទុកហ្នឹងប្រមាណ100កោសិកាកូននៅក្នុង labo បាទបានទៅនិយាយថាប្រសិនបើកូនដែលយើងដាក់ក្នុងកោសិកាកូនដែលដាក់ក្នុងសម្បូរហើយយើងអាចរក្សាទុកបានទៀតបាទត្រឹមត្រូវបាទមានន័យថាឧទាហរណ៍ថាយើងបានកោសិកាកូនចំនួន10បាទយើងដាក់ទៅវិញ2ហើយគាត់មានឱកាសបានជោគជ័យហើយអញ្ចឹងយើងនៅសល់8ហ្នឹងយើងរក្សាទុកនៅក្នុង labo ហ្នឹងជូនគាត់ហើយរយៈពេលហ្នឹងយើងអាចរក្សាបានរហូតដល់30ឆ្នាំឯណោះពេលក្រោយនៅពេលគាត់ចង់បានកូនទៀតគ្រាន់តែយកកោសិកាកូនហ្នឹងមកដាក់ឲ្យកម្ដៅវិញហើយដាក់បញ្ចូលទៅក្នុងសាប៊ូនរបស់គាត់វិញបាទខ្ញុំសូមភ្ជាប់ផងដែរតួនាទីរបស់ labo នេះមិនត្រឹមតែជួយអ្នកដែលលំបាកធ្ងន់ធ្ងរដែលត្រូវការបង្កកំណត់នៅក្នុងកែវទេប៉ុន្តែ labo នេះអាចមានលទ្ធភាពក្នុងការរើសភេទរបស់កូនប្រុសឬក៏ស្រីអាចរើសកោសិកាកូនដែលមានសុខភាពល្អដែលមិនមានជំងឺតពូជពីឪពុកម្ដាយខ្លះគាត់មានជំងឺតពូជអញ្ចឹងហើយនៅពេលដែលយើងមានកោសិកាកូនច្រើនអញ្ចឹងយើងអាចញែកនឹងរើសកោសិកាដែលមិនមានជំងឺតពូជដាក់ត្រឡប់ទៅគាត់វិញហើយ labo នេះក៏អាចមានឱកាសរើសកូនភ្លោះឧទាហរណ៍ថាគាត់ចង់បានភ្លោះ2អញ្ចឹងនៅពេលដែលបានជាកូនណាយើងដាក់2ត្រឡប់ទៅវិញបើ2នឹងតោងជាប់ទាំង2នឹងបានកូនភ្លោះ2ទន្ទឹមនឹងនេះសារៈសំខាន់កាន់តែសំខាន់ទៀតហ្នឹង labo នេះអាចរក្សាទុកនៅមេជីវិតញីឬក៏មេជីវិតឈ្មោលបានរយៈពេល30ឆ្នាំដូចគ្នាមិនមែនកោសិកាកូនទេណាទាំងមេជីវិតឈ្មោលនិងមេជីវិតញីនៅក្នុង labo នេះក៏យើងអាចរក្សាបានរយៈពេល30ឆ្នាំដែរសម្រាប់អ្នកដែលកើតជំងឺមហារីកអញ្ចឹងមុនពេលដែលគាត់បាញ់កាំរស្មីហ្នឹងយើងត្រូវបូមមេជីវិតញីឬក៏មេជីវិតឈ្មោលគាត់មករក្សាទុកសិនដើម្បីកុំឲ្យការព្យាបាលដោយការបាញ់កាំរស្មីហ្នឹងបំផ្លាញសរីរាង្គបន្តពូជដែលផលិតពងញីនិងពងឈ្មោលហ្នឹងបាទទាល់តែគាត់ជាសះស្បើយទើបយកពងមេជីវិតញីរបស់គាត់ហើយនិងមេជីវិតឈ្មោលហ្នឹងយកទៅធ្វើការបង្កកំណត់ទើបគាត់អាចខ្លាចជាឪពុកនិងម្ដាយបានខ្ញុំសូមបញ្ជាក់ថាស្ត្រីនៅពេលអាយុកាន់តែកើននឹងមានន័យថាលើស35ចន្លោះពី35ទៅ40ហ្នឹងឱកាសនៃការមានកូនរបស់គាត់ក្នុងមួយខែគឺធ្លាក់ចុះច្រើនសម្រាប់ស្ត្រីបាទអញ្ចឹងហើយក៏ខ្ញុំសូមបញ្ជាក់ទៅដល់បងប្អូនស្ត្រីដែលគាត់ជួបការលំបាកហើយមានអាយុច្រើនហ្នឹងលើកទឹកចិត្តគាត់ឲ្យរកការពិគ្រោះជាមួយអ្នកឯកទេសឲ្យបានរហ័សពីព្រោះបើសិនជានៅតែបន្តទៀតអាយុគាត់កាន់តែច្រើនលទ្ធភាពនិងឱកាសនៃការមានកូនកាន់តែធ្លាក់កំហុកបាទក្រៅពីសេវាបង្កកំណើតនេះតើ clinic មានសេវាផ្សេងទៀតក្រៅពីសេវាបង្កកំណើតនេះឬក៏ការព្យាបាលអ្នកលំបាកមានកូនជំរើសនៃការព្យាបាលផ្សេងដែលខ្ញុំបានរៀបរាប់នេះយើងធ្វើនៅលើ2ឯកទេសទៀតគឺរោគស្ត្រីទូទៅហើយនិងសម្ភពប៉ុន្តែសម្ភពនេះយើងអត់ទាន់មានដល់សម្រាលទេយើងគ្រាន់តែពិគ្រោះប្រឹក្សាជាមួយនឹងម្ដាយមុនពេលមានកូនរយៈពេលមានកូននិងក្រោយពេលមានកូននិងអេកូតាមដានផ្ទៃពោះបាទហើយលើសពីនេះទៀតសម្រាប់ខាងសម្ភពនេះយើងមានការប្រើថ្នាំទប់កុំឲ្យកូននឹងកើតប្រឈមកើតមុនខែខ្ញុំគិតថាថ្នាំនេះជាថ្នាំមួយដែលកម្រណាស់នៅក្នុងប្រទេសយើងបាទប្រសិនបើទេសនិកជនគាត់ចង់ទទួលបានសេវាពី clinic តើគាត់អាចទាក់ទងតាមអាស័យដ្ឋានដែរអរគុណបាទ clinic ខ្ញុំនេះមានអាស័យដ្ឋាននៅជាប់របងខាងជើងសាលាបឋមសិក្សាដូនពេញបាទ
nơi lứa phơi mà rồi chất sập rầm bấy theo lấy xa muối nó không khăn đồn bình hơi cột có ai tụm nẹt tụm nông mà tam lấy chu sập nhom tua sôn đập pí sam pram ha bay sôn bầm bấy và chia bị xe nẹt đầy luôn nơi tam khai nhom lược thực chất là cột miền cà khô su nom po là miền chỉ muốn đầm bay ban po là miền bát thom khá và đôi chia ban thưaการนัดជួបជាមួយគ្រូពេទ្យកុំឲ្យគាត់ខាតពេលវេលាបាទជាងក្រោយលោកមានអ្វីជាផ្ដាំបញ្ញាវិវិធបញ្ញាជួយអរគុណបាទខ្ញុំសូមឆ្លៀតឱកាសនេះជាចុងក្រោយផ្ដាំផ្ញើដល់ប្រជាជនខ្មែរទាំងអស់ក៏ដូចជាបរទេសផងដែរដែលរស់នៅក្នុងប្រទេសខ្មែរដែលជួបការលំបាកនេះកុំឲ្យគាត់មានការបារម្ភទៀតពីព្រោះភាគច្រើននៃការលំបាកនេះឥឡូវយើងមានបច្ចេកវិទ្យាជួយបង្កកំណត់កម្រិតចុងក្រោយហើយបាទហើយសូមឲ្យគាត់កុំឲ្យបាក់ទឹកចិត្តអស់សង្ឃឹមហើយគួរមកស្វែងរកសេវាពិគ្រោះនេះជាមួយអ្នកឯកទេសដែលមានជំនាញផ្នែកហ្នឹងបាទជៀសវាងការគ្រាន់តែទៅពិគ្រោះជាមួយនឹងអ្នកដែលមានឯកទេសតែរូបស្ត្រីពីព្រោះការលំបាកមានកូននេះវាមានឯកទេសមួយទៀតគឺឯកទេសលំបាកមានកូនបាទពីដើមឡើយដោយសារយើងអត់ទាន់មានខ្ញុំអត់ទាន់បានបង្កើត clinic នេះឡើងគាត់ទៅជួបតែអ្នកដែលមានឯកទេសផ្នែកខាងរូបស្ត្រីហើយមិនបានលទ្ធផលដោយបំណងធ្វើឲ្យគាត់កាន់តែមានការបាក់ទឹកចិត្តអញ្ចឹងចំណុចទាំងនេះកុំឲ្យគាត់មានការបាក់ទឹកចិត្តបាទហើយសង្គមទាំងមូលក៏គួរមានការលើកទឹកចិត្តពួកគាត់កុំទាំងសង្គមគ្រួសារមិត្តភ័ក្តិក៏ដូចជាសង្គមទាំងមូលកុំរើសអើងពួកគាត់កុំបំបាក់ទឹកចិត្តពួកគាត់ពីព្រោះនេះជាបញ្ហាសុខភាពបាទជាបញ្ហាសុខភាពពីព្រោះមានទាល់តែមានការគ្រប់គ្រងសង្គមទាំងមូលទើបពួកគាត់មានកម្លាំងចិត្តហើយមានការសង្ឃឹមកាន់តែខ្លាំងហើយជាងនេះទៅទៀតគឺគាត់អាចមានការជឿជាក់បានពីព្រោះខ្ញុំបានដូចខ្ញុំបានអាហារបញ្ជាក់ពីដើមអញ្ចឹងការកសាងឡាបូនេះប្រភេទនេះឡើងគឺកើតចេញពីការជំរុញលើកទឹកចិត្តរបស់ពួកគាត់ហើយក្នុងគោលបំណងខ្ញុំបង្កើតឡើងដើម្បីឆ្លើយតបជាមួយនឹងការលំបាករបស់ប្រជាជនខ្មែរដែលពីដើមឡើយគាត់ត្រូវធ្វើដំណើរហូបចុកស្នាក់នៅជួបបញ្ហារបាំងភាសានេះអញ្ចឹងខ្ញុំបានព្យាយាមហើយបានសម្រេចគម្រោងនេះ 100% ហើយនៅក្នុងស្រុកខ្មែរយើងនេះដែលមកទល់ឥឡូវនេះគឺមានអ្នកដែលទទួលបានមានផ្ទៃពោះតាមបច្ចេកវិទ្យានេះហើយខ្ញុំគិតថាបទសម្ភាសន៍ក្រោយខ្ញុំនឹងអញ្ជើញអ្នកដែលមានផ្ទៃពោះដែលទទួលបានជាកូនដំបូងដែលកើតចេញពីបច្ចេកវិទ្យាបង្កកំណត់នៅក្នុងកែវនេះបាទខ្ញុំសូមអរគុណអរគុណច្រើនបាទបន្ទាប់ពីបានទេសនាកិច្ចសម្ភារនេះហើយខ្ញុំនិងក្រុមការងារសូមអរគុណដល់ទស្សនិកជនទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដាននៅកិច្ចសម្ភារនេះសូមអរគុណ